បើសង្ស័យថាខ្លួនឯងកំពុងតែឆ្លងប្រភេទជំងឺកាមរោគសូមស្ដាប់វីដេអូនេះដល់ចប់បញ្ហាកាមរោគរាល់ថ្ងៃគឺកើតមានច្រើនខ្លាំងមែនទែនជាប្រធានបទមួយដែលក្តៅហើយនាងខ្ញុំចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានឬក៏អង្កេតមើលសុខភាពខ្លួនឯងថាកំពុងតែកើតមានបញ្ហាកាមរោគឬក៏អត់ឬក៏ស្ថិតនៅក្នុងបញ្ហាកាមរោគមួយណារោគសញ្ញាមួយចំនួនដែលបញ្ជាក់ថាស្ត្រីឬក៏បុរសមានបញ្ហាឆ្លងកាមរោគគឺទី1មានបញ្ហាហូរខ្ទុះឬក៏ហូរទឹករំអិលតាមរយៈលឹងឬក៏ទ្វារមាសរបស់គាត់ណានេះគឺជាសញ្ញាសំខាន់ដែលបងប្អូនខ្លះហៅថាធ្លាក់សតែបើសិនជាចំពោះបុរសមានបញ្ហាហូរខ្ទុះតាមបង្គោលនោមរបស់គាត់បានន័យថាស្ថិតនៅក្នុងការឆ្លងប្រភេទកាមរោគហើយក៏មិនស្រាលដែរទេអញ្ចឹងគួរតែបញ្ញាប់រកដំណោះស្រាយហើយសម្រាប់ទី2គឺលឹងឬក៏តំបន់ទ្វារមាសរបស់គាត់នឹងមានការឡើងក្រហមឬក៏ឡើងកទួលខុសធម្មតាជាងសង្កេតមើលមានតែយើងខ្លួនឯងទេទើបដឹងថាយើងខ្លួនឯងហ្នឹងសុខភាពស្ថិតនៅក្នុងកម្រិតណាដំណាក់កាលណាឬក៏បញ្ហាណាបើសិនជាស្ថិតនៅក្នុងការសង្ស័យសូមទៅពិគ្រោះជាមួយនឹងអ្នកជំនាញឲ្យបានត្រឹមត្រូវឬក៏ទាន់ពេលវេលាដើម្បីស្វែងរកមូលហេតុនៃការកើតឬក៏ប្រភេទនៃជំងឺដែលបងប្អូនកំពុងតែកើតមានហើយសម្រាប់ចំណុចទី3សម្រាប់បុរសគឺមានអារម្មណ៍ថាឈឺទៅនឹងពងស្វះរបស់គាត់នេះគឺបញ្ជាក់ថាអាចជាសញ្ញានៃបញ្ហាឆ្លងប្រភេទកាមរោគដូចគ្នាហើយសម្រាប់ទី4គឺមិនថាស្ត្រីឬក៏បុរសដែលមានបញ្ហាឆ្លងប្រភេទកាមរោគទេគឺគាត់មានអារម្មណ៍ថាក្តៅក្រហាយផ្សានៅពេលនោមមិនថានៅតំបន់ទ្វារមាសឬក៏តំបន់លឹងរបស់គាត់ទេបើន័យថាគាត់មានអារម្មណ៍ថាក្តៅក្រហាយផ្សាហ្នឹងឈឺហ្នឹងនៅពេលនោមហ្នឹងតែម្ដងហើយចំណុចសំខាន់ទី5គឺអ្នកជំងឺអ្នកដែលឆ្លងប្រភេទកាមរោគនេះគឺមានអារម្មណ៍ថាឈឺចាប់នៅពេលដែលរួមភេទនឹងតែម្ដងនៅពេលដែលគេនៅជាមួយនឹងដៃគូហើយចំណុចចុងក្រោយគឺអ្នកដែលមានបញ្ហាកាមរោគនេះដូចគ្នាគឺគាត់នឹងមានឃើញជាដំបៅទៅលើប្រដាប់ភេទរបស់គាត់ឬក៏ឡើងជាពងបែកការឡើងដំបៅឡើងពងបែកឡើងកទួលមានការឈឺចាប់ពេលដែលគេនៅមួយគ្រួសារបង្ហាញអំពីប្រភេទកាមរោគច្រើនយ៉ាងណាវាអាចជាប្រភេទជំងឺស្វាយជំងឺអេដជំងឺសិកមាន់ឬក៏ប្រភេទជំងឺបមេះអញ្ចឹងហើយសូមស្វែងរកមូលហេតុនៃកើតជំងឺឬក៏ប្រភេទនៃបញ្ហាសុខភាពរបស់យើងផ្ទាល់ដោះស្រាយឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាសូមកុំទុកបញ្ហាឲ្យកាន់តែធ្ងន់ទៅឬក៏មានការឆ្លងពីគ្នាពីម្នាក់ទៅម្នាក់សូមការពារឲ្យបានត្រឹមត្រូវបើសិនជាយើងមានដៃគូច្រើនចាអនាម័យឲ្យបានត្រឹមត្រូវបើសិនជាយើងមានដៃគូរួមភេទជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវប្រសិនបើអ្នកមានបញ្ហាកាមរោគឬក៏បញ្ហារោគស្ត្រីរោគបុរសទាំងអស់ហ្នឹងចាបើសិនជាចង់បានព័ត៌មានបន្ថែមជុំវិញបញ្ហាប្រភេទឬក៏បញ្ហាសុខភាពរោគស្ត្រីឬក៏រោគបុរសអាចឆាតមកលេខ Telegram របស់នាងខ្ញុំឬក៏ឆាតចូល page របស់នាងខ្ញុំបានចាខ្ញុំមានប៉ុណ្ណេះចែករំលែកចាជួបគ្នាទៅនឹងវីដេអូក្រោយទៀត